ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកខ្សែភាពយន្ត Soul for Killer ដែលជាភាគទី7មកសង្ខេបជាបន្តទៀតវីដេអូនេះឧបត្ថម្ភដោយ Midphone Wi-Fi ប្រសិនបើអ្នកទាំងអស់គ្នាចង់ភ្ជាប់ Wi-Fi ប្រើជាលក្ខណៈគ្រួសារដែលមានតម្លៃសមរម្យមួយខែ$15មានល្បឿន 50MB ភ្ជាប់ដំបូងតម្លៃត្រឹមតែ$45តែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងទទួលបានការ promotion ពិសេសអំពី admin និងមានជាងដំឡើងដល់ផ្ទះទូទាំង25ខេត្តក្រុងតែម្ដងក្រោយពេលដែលប៉ាស៊ីនវីទៅលើអ្នកទាំងអស់គ្នានៅកន្លែងមូលដ្ឋានឲ្យសន្លប់អស់បើតិចក្រោយមកក៏ស្រាប់តែជីនវូដឹងខ្លួនឡើងវិញក៏ស្រាប់តែឃើញថាកងកម្លាំងរបស់បាប៊ីឡុនបានសម្រុកចូលមកបាត់ទៅហើយដូច្នេះគេក៏មានបំណងចុចបេតុងបំផ្ទុះក្របបែកនៅកន្លែងនោះដើម្បីកម្ចាត់ចោលតែម្ដងប៉ុន្តែគួរឲ្យសោកស្ដាយមិនទាន់បានចុចផងក៏ស្រាប់តែកូនចៅរបស់ខ្ជូបានយកដាវចាក់ពីក្រោយធ្វើឲ្យគេស្លាប់បាត់ទៅនៅពេលដែលខ្ជូចូលទៅដល់ខាងក្នុងនាងក៏បានទុកកូនចៅ2នាក់ជាមួយនឹងម៉ាកូឲ្យនៅយាមម៉ាស៊ីនមេចំណែកឯនាងវិញដឹកនាំមនុស្សចូលទៅខាងក្នុងបន្តទៀតដើម្បីបោះសម្អាតចូលទៅមូលដ្ឋានសម្ងាត់ក្រោមដីស្របពេលនោះផងដែរប៉ាស៊ីនក៏បានទទួលទូរស័ព្ទពីកូនចៅរបស់បាប៊ីឡុនប៉ុន្តែមិននឹកស្មានថាអ្នកដែលនិយាយជាមួយនឹងគេនោះគឺជាកូនប្រុសនោះទេតាមពិតទៅជីនមែនបានទៅសង្គ្រោះកូនប្រុសរបស់ប៉ាស៊ីនបានជោគជ័យគេបានប្រាប់ទៅកាន់ប៉ាស៊ីនត្រង់ថាមិនបាច់អរគុណនោះទេចាប់តាំងពីពេលនេះទៅគឺគេនេះហើយជាអ្នកចាប់ចម្រិតកូនប្រុសរបស់ប៉ាស៊ីនប្រសិនបើគេចង់ឲ្យកូនប្រុសរបស់គេមានសុវត្ថិភាពនោះប៉ាស៊ីនត្រូវតែការពារជីអានទោះនៅក្នុងតម្លៃណាក៏ដោយប៉ាស៊ីនឮដូច្នេះសប្បាយចិត្តយ៉ាងខ្លាំងក្រោយពេលដែលដឹងថាកូនប្រុសរបស់ខ្លួនមានសុវត្ថិភាពគេក៏បានប្រញាប់ប្រញាល់ដោះចំណងទៅឲ្យជីអានជាមួយនឹង Prada រួចហើយនាំអ្នកទាំងពីរកិច្ចចាក់ចេញពីទីនោះខណៈពេលនេះខ្ជូជាមួយនឹងក្រុមរបស់នាងក៏បានមកដល់ល្មមជីអានឃើញដូច្នេះបើកទូចេញមកយកកំភ្លើងដើម្បីបាញ់តបវិញភ្លាមបាញ់ទៅវិញទៅមកឆ្លាស់គ្នាជាមួយនឹងប៉ាស៊ីនដើម្បីដកថយទៅកាន់ផ្លូវរួមក្រោមដីដោយសុវត្ថិភាពនៅពេលដែលបើកទ្វារចេញមកជីអានជាមួយនឹង Prada ដើរចូលទៅខាងក្នុងចំណែកឯប៉ាស៊ីនវិញគេបែរជាចុចបេតុងបិទទ្វារហើយប្រាប់ឲ្យអ្នកទាំងពីរបន្តដំណើរទៅមុខទៀតទៅចំណែកឯគេវិញស្ម័គ្រចិត្តនៅទីនេះដើម្បីរារាំងផ្លូវសត្រូវហើយនេះក៏ជាវិធីតែមួយគត់ដើម្បីលុបលាងកំហុសរបស់គេដែលបានក្បត់ជាមួយនឹងអ្នកទាំងអស់គ្នានៅពេលដែលឃើញលោកគ្រូរបស់ខ្លួនសុខចិត្តលះបង់ជីវិតបែបនេះជីនអាននាងមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំងប៉ុន្តែដោយសារតែនឹកឃើញទៅដល់បណ្ដាំលោកពូជីនមែនថាទោះបីជាត្រូវបាត់បង់ដៃម្ខាងក៏ដោយក៏ត្រូវតែការពារអ្នកដែលនៅសេសសល់នាងខំប្រឹងខំមកសង្កត់ចិត្តគ្រាប្រាដឺបន្តដំណើរទៅមុខទៀតនៅពេលនេះប៉ាស៊ីនបានប្រយុទ្ធយ៉ាងសុតស្វែងរហូតដល់ដង្ហើមចុងក្រោយទោះបីជាគេត្រូវក្រកំភ្លើងច្រើនយ៉ាងណាក៏ដោយក៏នៅតែអាចសម្លាប់សត្រូវម្នាក់ដើម្បីសោកសឹកទៅឲ្យជីនវូមុនពេលដួលរៀបនឹងស្លាប់យ៉ាងអង្អាញមិនតែប៉ុណ្ណោះនៅក្នុងដង្ហើមចុងក្រោយរបស់គេក៏បានដកគ្រាប់បែកដៃចេញមកទម្លាក់នៅពីមុខសត្រូវ2នាក់ទៀតផ្លូវរួមក្រោមដីធ្វើឲ្យផ្ទុះស្លាប់ទាំងអស់គ្នាតែម្ដងចំណែកឯខ្ជូនេះវិញនាងក៏បានដើរចូលទៅខាងក្នុងផ្លូវរួមក្រោមដីនោះបានសម្រាញ់ព្រមទាំងដេញតាមជីអានជាមួយនឹងប្រាដឺយ៉ាងប្រគីប្រកិនជីអានឃើញដូច្នេះនាងក៏បានបាញ់តបទៅមកវិញប៉ុន្តែមិនទាន់បានប្រមាណផងកំភ្លើងរបស់នាងក៏ស្រាប់តែអស់គ្រាំស្របពេលនោះប្រាដឺក៏ត្រូវបានខ្ជូបាញ់ត្រូវធ្វើឲ្យដួលឃើញជីអានមិនព្រមបោះបង់ខ្លួនចោលគេក៏បានរុញនាងទៅមករួចហើយចុចបេតុងបិទទ្វារដែកភ្លាមតែម្ដងប៉ុន្មានវិនាទីក្រោយមកខ្ជូមកដល់ក៏បាញ់សម្លាប់ប្រាដឺឲ្យស្លាប់បាត់ទៅនៅចំពោះមុខជីអានតែម្ដងធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំងដោយសារតែទ្វារដែករឹងមាំកញ្ចក់ការពារគ្រាំធ្វើឲ្យខ្ជូមិនអាចបំបែកវាបាននោះទេដែលមិនមានជំរើសគឺនាងបានត្រឹមតែខឹងសម្បាតែប៉ុណ្ណោះដែលបណ្ដោយឲ្យចំណៃរួចខ្លួនបន្តមកជីអានបានបន្តដំណើររហូតដល់ចុងផ្លូវនៃរោងក្រោមដីដែលនៅទីនោះគឺជាបន្ទប់បញ្ជាដែលមានបេតុងស្រាំដំណើរការប្រព័ន្ធបំផ្លាញមូលដ្ឋានទាំងមូលដោយស្វ័យប្រវត្តិនៅពេលនេះនាងបាននឹកឃើញទៅដល់រួមក្រុមម្ដងម្នាក់ដែលបានស្លាប់ដោយសារតែស្នាដៃរបស់ខ្ជូនាងបានប្រមូលកំហឹងទាំងអស់ហើយចុចទៅលើបេតុងបំផ្លាញចោលតែម្ដងអណ្ដាតភ្លើងបានឆាបឆេះឡើងបំផ្លាញទៅលើកងទ័ពរបស់បាប៊ីឡុនទាំងអស់នៅក្នុងមូលដ្ឋានក្រោមដីជាមួយនឹងការបញ្ចប់យ៉ាងរន្ធត់ធ្វើឲ្យកោះក្រាកដីទាំងមូលតែម្ដងពេលនោះខ្មោចគិតកោដែលតែងតែលងបន្លាចជីអានវាក៏បានបង្ហាញខ្លួនចេញមកម្ដងទៀតដែលចំអកថានេះគឺជាឋាននរកដែលនាងត្រូវរស់នៅអស់មួយជីវិតប៉ុន្តែលើកនេះជីអានគឺមិនមានភាពភ័យខ្លាចអ្វីទៀតនោះទេនាងគ្រាន់តែសើចទៅវិញជាមួយនឹងកំហឹងតែប៉ុណ្ណោះក្រោយពេលដែលជីអានចាក់ចេញពីផ្លូវក្រោមដីនាងក៏បានមកដល់តំបន់ភ្នំមួយនៅក្រោមមេឃកំពុងតែភ្លៀងធ្លាក់យ៉ាងខ្លាំងនាងបានប្រញាប់ប្រញាល់ស្វែងរករថយន្តមួយគ្រឿងដើម្បីច្រកកោនជាបណ្ដោះអាសន្ននៅពេលនោះក៏ស្រាប់តែនាងបានឃើញនរណាម្នាក់កំពុងតែឈររងចាំរួចជាស្រេចហើយអ្នកនោះគឺជាសុងប៊ូមនេះឯងដែលជាមេដឹកនាំរបស់ក្រុមឃាតករដែលមានលេខកូដពណ៌ក្រហមតាមពិតទៅកាលពីប្រហែលថ្ងៃមុនគូណាសាជីបានស្នើសុំឲ្យសុងប៊ូមបញ្ចុះក្រុមលេខកូដពណ៌ក្រហមឲ្យជួយមកដល់បាប៊ីឡុនជាការដោះដូរបាប៊ីឡុននឹងផ្ដល់អាវុធដោយឥតគិតថ្លៃនិងចែកភាគរយនៃប្រាក់ចំណេញនៃបេសកកម្មនីមួយៗណាមួយប្រសិនបើពួកគេអាចចាប់ជីនមែនជាមួយនឹងជីនអានបានទាំងរស់នោះប្រាក់រង្វាន់នឹងមានផ្ទាល់ខ្លួនសម្រាប់គាត់ជាមួយនឹងប្រាក់មួយចំនួនធំដែលផ្ដល់ឲ្យត្រឡប់មកពេលបច្ចុប្បន្នវិញជីអានកំពុងតែមានការភ័យស្លន់ស្លោយ៉ាង
ខ្លាំងដែលមិនដឹងថាសុងប៊ុំនេះគឺជាមិត្តឬមកក៏សត្រូវនោះទេប៉ុន្តែភ្លាមនោះក៏ស្រាប់តែឃើញក្បួនរថយន្តបើកមកអ្នកដែលចុះពីលើរថយន្តនោះគឺជាប្រធានគឹមជាមួយនឹងលោកពូឆុលសុងបានបង្ហាញខ្លួនជាបន្តធ្វើឲ្យជីអាននាងក៏មានអារម្មណ៍ថាកក់ក្ដៅនិងអបអរំខណៈពេលដែលជីអានកំពុងតែអោបទៅលើលោកពូឆុលសុងសុងប៊ុំបានប្រកាសថារាល់អ្នកទាំងអស់គ្នាដែលបានកាន់លេខកូដពណ៌បៃតងនឹងត្រូវទទួលបន្ទោសការពារទៅលើជីអានទោះបីជានៅក្នុងលក្ខខណ្ឌអ្វីក៏ដោយតាមពិតទៅសុងប៊ុំគឺបានបដិសេធជាមួយនឹងគូណាសាជីយ៉ាងដាច់អហង្ការតែម្ដងគាត់បានចំអកទៅនាងថាទោះបីជានាងជាជនជាតិកូរ៉េប៉ុន្តែនាងបានផ្លាស់ប្ដូរទៅជាសញ្ជាតិជប៉ុនហើយដែលមិនខុសពីអ្នកក្បត់ជាតិកាលពីសម័យមុននោះទេលើកពីនេះសុងប៊ុំក៏មានអារម្មណ៍ថាទើសភ្នែកទៅលើគូណាសាជីផងដែរដែលតែងតែស្លៀកពាក់អាវធំយ៉ាងសមសួនបញ្ជាឲ្យកូនចៅសម្លាប់មនុស្សចំណែកខ្លួនឯងវិញបែរជាស្អាតបាតមិនដែលប្រឡាក់ស្នាមឈាមនៅលើដៃបន្តិចសោះបរិយាកាសរបស់អ្នកទាំងពីរនិយាយគ្នាកាន់តែតានតឹងខ្លាំងឡើងទាំងសងខាងបានតម្រង់កំភ្លើងដាក់គ្នាដូចជាការប្រយុទ្ធស៊ីសាច់ហត់ឈាមយ៉ាងអញ្ចឹងប៉ុន្តែគូណាសាជីនៅតែមិនហ៊ានប្រថុយនាងគ្រាន់តែបញ្ចេញស្និតគុណបន្តិចបន្តួចតែប៉ុណ្ណោះទៅលើកូនចៅរបស់សុងប៊ុំដែលនេះបញ្ជាក់ថានៅបាប៊ីឡុនគ្មាននរណាម្នាក់ឡើងកាន់តំណែងធំបាននោះទេប្រសិនបើដៃរបស់ពួកគេមិនប្រឡាក់ឈាមត្រឡប់មកពេលបច្ចុប្បន្នវិញកូនចៅទាំងពីរនាក់និងម៉ាកូបានដឹកនាំកងទ័ពមួយក្រុមចុះទៅមូលដ្ឋានសម្ងាត់ក្រោមដីក៏ស្រាប់តែឃើញខ្ជូដើរចេញមកគឺនាងនៅមានជីវិតនៅឡើយនៅពេលដែលឃើញកូនចៅចូលមកដូច្នេះនាងក៏បានឆក់យកគ្រាប់បែកយ៉ាងកំរោលដើម្បីបំផ្ទុះទ្វារដែកហើយតាមប្រមាញ់ជាអានជាបន្តទៀតនៅពេលដែលពួកគេចេញមកដល់ខាងក្រៅក៏ស្រាប់តែឃើញចំណតរថយន្តនៅក្នុងនោះក៏មានរថយន្តមួយគ្រឿងបំពាក់ដោយកាមេរ៉ាសុវត្ថិភាពកំពុងតែថនមករងចាំយូរពួកគេក៏ចាប់ផ្ដើមយកវាមកឆែកក៏បានឃើញក្បួនរថយន្តរបស់ប្រធានគឹមដែលមកទទួលជាអានជាមួយនឹង logo នៅលើនោះផងដែរបន្ទាប់មកនាងក៏ចាប់ផ្ដើមស្រាវជ្រាវអំពី logo មួយនោះទើបដឹងថាវាគឺជាក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រធានគឹមមិនរងចាំយូរនាងក៏បានរាយការណ៍ទៅកាន់គូណាសាជីភ្លាមតែម្ដងមិនយូរប៉ុន្មានគូណាសាជីក៏បានមកដល់មូលដ្ឋានរបស់ Moldaham ដើម្បីពិនិត្យការខូចខាតព្រមទាំងប្រមូលម៉ាស៊ីនមេរបស់ Babylon ជាមួយនឹង Moldaham ទៅជាមួយទោះបីជាយ៉ាងណាក៏ដោយពួកគេក៏នៅតែមិនទាន់អាចទាញទិន្នន័យពីម៉ាស៊ីនមេរបស់ Moldaham បានក៏ព្រោះតែប្រព័ន្ធតម្រូវឲ្យ scan ផ្នែករបស់ G-Man ឬក៏ G-Anson ទើបអាចដោះសោបានគូណាសាជីឃើញដូច្នេះនាងខឹងយ៉ាងខ្លាំងដោយគំរាមថានាងនឹងសម្លាប់ hacker ទាំង3នាក់ចោលប្រសិនបើមិនអាចដោះស្រាយបញ្ហាមួយនេះបាននៅក្នុងពេលនោះផងដែរ G-An ក៏បានដឹងខ្លួនឡើងវិញក៏ស្រាប់តែឃើញថានៅកន្លែងចម្រុកសុវត្ថិភាពមួយនាងបានទទួលការហៅទូរស័ព្ទពីលោកពូ G-Man ក្រោយពេលដែលនិយាយគ្នាចំសុងប៊ុំក៏បាននាំនាងទៅជួបជាមួយនឹងមិនហ៊ីដែលគេបានជួយនាងក្រោយពេលដែលធ្លាក់ចូលទៅក្នុងទន្លេនាងមានសំណាងនៅរស់រានមានជីវិតបន្ទាប់ពីប៉ាស៊ីនបានបាញ់សម្លាប់ហើយបច្ចុប្បន្នកំពុងតែសន្លប់បាត់បង់ស្មារតីនៅឡើយបន្ទាប់មកសុងប៊ុំក៏បាននាំជីអានទៅឃ្លាំងអាវុធរបស់គាត់ហើយប្រាប់ថាកំភ្លើទាំងអស់នេះគឺជីនមែនជាអ្នករៀបចំឲ្យរាល់ពេលដែលទទួលការងារពី Moldaham ក្រុមឃាតករកូដពណ៌ក្រហមនឹងមកទីតាំងមួយនេះដើម្បីទទួលអាវុធណាមួយមូលដ្ឋានមួយនេះក៏ជាគំនិតរបស់ជីនមែនផងដែរដើម្បីទប់ស្កាត់ក្រុមទាំងអស់នោះមិនឲ្យសម្លាប់មនុស្សដែលមិនមានកំហុសនៅពេលនេះជីអាននេះសម្រេចចិត្តថានេះមិនអង្គុយរងចាំសេចក្តីស្លាប់នោះឡើយនេះចង់វិបកត្រឡប់ទៅវិញទៅលើ Babylon ដោយផ្ទាល់ដៃតែម្ដងយុទ្ធសាស្ត្រដ៏សំខាន់របស់ពួកគេនោះគឺជាកូដ backdoor ដែលបានដំឡើងរួចជាស្រេចនៅក្នុងម៉ាស៊ីនមេរបស់ Moldaham គ្រាន់តែធ្វើឲ្យវាដំណើរការពីចម្ងាយវានឹងធ្វើឲ្យប្រព័ន្ធឡើងកម្ដៅយ៉ាងលឿនបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងរង្វង់1គីឡូម៉ែត្រពេលនោះ Babylon នឹងត្រូវចំណាយពេលយ៉ាងហោចណាស់5នាទីដើម្បីតភ្ជាប់ចរន្តអគ្គិសនីឡើងវិញនៅក្នុងរយៈពេល5នាទីនោះវាគឺជាពេលវេលាដ៏មានតម្លៃបំផុតដែលអាចជ្រៀតចូលទៅក្នុងទិន្នន័យម៉ាស៊ីនមេរបស់ពួកគេហើយទាញយកឯកសារទាំងអស់តែម្ដងជីអានឮដូច្នេះនាងក៏ចាប់ផ្ដើមឆ្ងល់ថាប្រសិនបើចរន្តអគ្គិសនីដាច់ហើយតើពួកគេអាចវាប្រហារតាមរបៀបណាឆុលសុងបានបង្ហាត់ថាតាមពិតទៅ Brother បានដើរមួយចំហៀនមុនបាត់ទៅហើយដោយបញ្ជូនប្រព័ន្ធទំនាក់ទំនងតាមផ្កាយរណបជាសម្ងាត់នៅក្នុងម៉ាស៊ីនមេរបស់ Moldaham រួចជាស្រេចនៅពេលនេះឆុលសុងក៏ចាប់ផ្ដើមចូលទៅក្នុងប្រព័ន្ធហើយចុចបេតុងបញ្ជាប្រព័ន្ធភ្លើងនៅក្នុងមូលដ្ឋានរបស់ Babylon វាក៏បានដាច់ការងាររបស់ពួកគេឥឡូវនេះគឺការតភ្ជាប់ម៉ាស៊ីនមេរបស់ Moldaham ជាមួយនឹងម៉ាស៊ីនមេ Babylon ដើម្បីធ្វើការវាយប្រហារនៅក្នុងបេសកកម្មមួយនេះគឺត្រូវតែមានកេញសម្ងាត់ខាង Babylon ជួយគ្រប់គ្រងតាមពិតទៅកេញសម្ងាត់របស់ Moldaham នោះគឺជាបរិបពាក់វ៉ែនតាមម្នាក់ឆ្លៀតឱកាសនៅពេលដែលដាច់ភ្លើងគេក៏ចាប់ផ្ដើមធ្វើសកម្មភាពភ្ជាប់ខ្សែម៉ាស៊ីនមេទាំងពីរដើម្បីផ្ដល់ឱកាសឲ្យឆុលសុងអាចហែកចូលទៅក្នុងប្រព័ន្ធ Babylon បានភ្លាម5នាទីក្រោយមកប្រព័ន្ធភ្លើងក៏បានភ្ជាប់ឡើងវិញក៏ស្រាប់តែគូណាសាជីមានការតក់ស្លុតយ៉ាងខ្លាំងក៏ព្រោះតែឃើញថាទិន្នន័យរបស់ម៉ាស៊ីនមេទាំងពីរគឺទទេស្អាតតែម្ដងឃ្លាំងប្រមេសម្ងាត់បំផុតរយៈពេល20ឆ្នាំកន្លងមកនេះរបស់ Babylon ត្រូវបានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ឆុយសុងបាត់ទៅហើយចំណែកឯខ្ជូជាមួយនឹងកូនចៅរបស់នាងទាំងពីរនាក់នេះវិញកំពុងតែលាក់ខ្លួនរងចាំទាំងយប់ទាំងថ្ងៃនៅខាងក្រៅទីស្នាក់ការក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រធានគឹមដើម្បីធ្វើការវាយប្រហារទៅលើប្រធានគឹមចង់ដឹងថាតើជីនអានគាត់យកទៅលាក់ទុកណ
នៅឯណាពួកគេបានរងចាំអស់រយៈពេលជាយូរឡានរបស់ប្រធានគឹមបានមកដល់អ្នកទាំង3ក៏ចាប់ដើមរៀបចំអាវុធចូលទៅចាប់គាត់ទាំងរស់តែម្ដងប៉ុន្តែនៅពេលដែលចូលទៅដល់ខាងក្នុងក៏ស្រាប់តែឃើញជីនមែនជាមួយនឹងប្រធានគឹមកំពុងតែនិយាយគ្នាខ្ជូមិនរងចាំយូរក៏បានបាញ់ប្រហារទៅលើអ្នកទាំងពីរប៉ុន្តែនៅពេលនោះក៏ស្រាប់តែជីនមែនបានគ្រប់គ្រងទៅលើនាងបាននៅឯមូលដ្ឋានបាប៊ីឡុននេះវិញគូណាសាជីមានការខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលដឹងថាខ្ជូបានតាក់ទងដោយឡែកជាមួយនឹងជីនមែនក៏ព្រោះតែនាងខ្លាចប្រសិនបើខ្ជូនាងដឹងការពិតនោះថាជីនមែនមិនមែនជាគិតកោសម្រាប់អូនប្រុសរបស់ខ្លួននោះទេនោះខ្ជូនឹងបះបោលត្រឡប់មកសងសឹកជាមិនខានប៉ុន្តែមិនយូរប៉ុន្មានខ្ជូនាងបានត្រឡប់មកកាន់មូលដ្ឋានវិញមិនតែប៉ុណ្ណោះថែមទាំងប្រកល់ជីនមែនទៅឲ្យគូណាសាជីដែលផ្ទាល់ទៀតផងធ្វើឲ្យគូណាសាជីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកឯជីនមែនវិញមើលទៅគេដូចជាទទួលបានការវាយដំយ៉ាងធ្ងន់ធ្ងរយ៉ាងអញ្ចឹងមុនពេលធ្វើទរណកម្មទៅលើជីនមែនគូណាសាជីបានឌឺដងទៅគេថាគេគឺជាមនុស្សល្ងង់ដែលហ៊ានប្រថុយជីវិតទប់ទល់ជាមួយនឹងអំណាចរបស់បាប៊ីឡុនជាការឆ្លើយតបជីនមែនបាននិយាយថាខ្លួនមិនខ្វល់អំពីការចាញ់ឈ្នះជាមួយនឹងបាប៊ីឡុនឡើយអ្វីដែលគេធ្វើទាំងអស់នេះគឺដើម្បីការពារសុវត្ថិភាពជីអានតែប៉ុណ្ណោះគេធ្លាប់គិតថាភាគីទាំងពីររស់នៅដែលមិនមានការជ្រៀតជ្រែកគ្នាប៉ុន្តែបាប៊ីឡុនគឺជាអ្នកដែលមករករឿងនិងវាយប្រហារមកលើក្រុមរបស់មូលដេហេបមុនដូច្នេះហើយទើបគេតដៃវិញវាគ្រាន់តែជាការការពារខ្លួនតែប៉ុណ្ណោះនៅពេលដែលគូណាសាជីលឺដូច្នេះនាងក៏អស់សំណោចមិនតែប៉ុណ្ណោះថែមទាំងបង្ហាប់ថាគឺនាងចង់យកមូលដេហេបមកធ្វើជារបស់ខ្លួនតែម្ដងក៏ព្រោះតែនាងចាប់អារម្មណ៍ទៅលើវាយ៉ាងខ្លាំងនឹងការគ្រប់គ្រងអតិថិជនរបស់ប្រព័ន្ធនេះជីមែនលឺដូច្នេះសោកចំអកហើយប្រាប់ថាគេបានបង្កើតវាឡើងនៅក្នុងគោលបំណងតែមួយគត់គឺដើម្បីការពារជីនអានមិនមែនដើម្បីគ្រប់គ្រងអ្នកណានោះទេមានតែគូណាសាជីទៅវិញទេដែលកំពុងតែប្រញាប់ប្រញាល់ចង់បានអ្វីៗទាំងអស់នោះមកគ្រប់គ្រងក៏ព្រោះតែនាងមានអារម្មណ៍ថាគឺនាងមិនទាន់មានសុវត្ថិភាពដោយសារតែជីនមែននិយាយចំចំណុចខ្សោយរបស់គូណាសាជីធ្វើឲ្យនាងខឹងយ៉ាងខ្លាំងបញ្ជាទៅកាន់គ្រូពេទ្យធ្វើទរណកម្មទៅលើជីនមែនដល់កម្រិតខ្ពស់បំផុតនាងថែមទាំងថតវីដេអូអំពីការស្រែកឈឺចាប់របស់គេរួចហើយផ្ញើទៅឲ្យជីអានដើម្បីឲ្យនាងឈឺចាប់នៅពេលដែលឃើញលោកពូរបស់ខ្លួនរងទុក្ខបែបនេះប៉ុន្តែវីដេអូមួយនេះធ្វើឲ្យជីអានមានការផិតភ័យនិងអស់សង្ឃឹមយ៉ាងខ្លាំងឈលសងឃើញដូច្នេះបំរុងនឹងទៅលួងលោមនាងប៉ុន្តែសងប៊ូមបានរំលឹកថាវាគឺជាជំរើសរបស់ជីនអានហើយនាងត្រូវតែជំនះវាដោយខ្លួនឯងដែលនេះគឺជាអ្វីដែលជីនមែនចង់បានក្នុងពេលជាមួយគ្នានោះដែរខាងបាប៊ីឡុននេះវិញក៏ចាប់ផ្ដើមដោះសោម៉ាស៊ីនមេម៉ូដេហេមដែលប្រើប្រាស់ភ្នែករបស់ជីមែនឆែកមើលម៉ាស៊ីនមេរបស់ម៉ូដេហេមពួកគេឃើញថាបានរកឃើញទីតាំងជាច្រើនរបស់សមាជិកនិងភ្ញៀវរបស់គេនៅពេលដែលគិញសម្ងាត់របស់ជីនមែនឃើញដូច្នេះក៏យកលេសចូលទៅក្នុងបន្ទប់តឹងដើម្បីដោះឈីបនៅលើដៃរបស់គេកំទេចចោលនៅពេលនេះគូណាសាជីមើលឃើញទំហំដ៏គួរឲ្យភ្ញាក់ផ្អើលរបស់តបព្រៃដែលជីនមែនបានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំក៏បានលាតត្រដាងអ្នកទាំងអស់នោះគឺចំណាំទៅលើកូដពណ៌ដែលពួកគេមានបន្ទះឈីបនៅក្នុងខ្លួនកូដពណ៌ក្រហមដំបូងឡើយមានត្រឹមតែ 2-3 នាក់តែប៉ុណ្ណោះប៉ុន្តែនៅពេលនេះគឺការឡើងរហូតដល់100នាក់ដែលកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េអ្នកដែលមានកូដពណ៌លឿងជាមួយនឹងពណ៌ស្វាយមានរាប់រយនាក់ដែលកំពុងតែធ្វើប្រតិបត្តិការទម្រង់ជាអាជីវកម្មមិនត្រឹមតែប៉ុណ្ណោះគេក៏មានហាងជាង700កន្លែងនៅឯបរទេសទៀតផងនៅពេលដែលគូណាសាជីឃើញដូច្នេះខឹងយ៉ាងខ្លាំងក៏ព្រោះតែកន្លងមកជីនមែនបានលួចទាញយកនិងដណ្ដើមអតិថិជនរបស់បាប៊ីឡុនស្ទើរតែទាំងអស់តែម្ដងដែលស្ងាត់ស្ងាត់ដូច្នេះដើម្បីគម្រាមកំហែងនិងបោកប្រាស់ជនក្បត់ទាំងអស់នោះគូណាសាជីសម្រាប់ចាត់វាយប្រហារទៅលើក្រុមហ៊ុនរបស់ប្រធានគឹមមុនគេក្រុមគិតកោមួយក្រុមចាប់បញ្ជូនទៅតាម GPS ដើម្បីតាមសម្លាប់ប្រធានគឹមប៉ុន្តែដោយសារតែពួកគេមានការប្រុងប្រយ័ត្នទុកជាមុនគាត់ក៏អាចរត់គេចខ្លួនបាននៅក្នុងស្ថានភាពដ៏លំបាកប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបងប្អូនដែលមានកូដពណ៌ក្រហមជាច្រើនអ្នកទៀតក៏ត្រូវបានពលីដោយសារតែកូនចៅរបស់គូណាសាជីសម្លាប់នឹងអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងក៏ចាប់ត្រឹមតែប៉ុណ្ណេះប្រសិនបើពេញចិត្តវីដេអូនេះកុំភ្លេចចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងខ្ញុំនឹងមកជួបអ្នកទាំងអស់គ្នានៅភាគទី 8ដែលជាភាគបញ្ចប់